សូមគោរពនឹងជំរាបសួរអតិថិជនកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាតើលោកអ្នកកំពុងស្វែងរកនៅប្រភេទម៉ូទ័របូមទឹកសូឡាទម្លាក់ក្នុងអណ្ដូងដែលមានកម្លាំងខ្លាំងជាមួយនឹងតម្លៃសមរម្យមែនទេថ្ងៃនេះផងដែរខ្ញុំសូមណែនាំឈុតម៉ូទ័របូមទឹកទម្លាក់ក្នុងអណ្ដូងប្រភេទ DC សុទ្ធឬប្រភេទប្រើប្រាស់ផ្ទាំងសូឡាសុទ្ធដែលប្រភេទម៉ូទ័រនេះផងដែរគឺវាមានកម្លាំង1100 វ៉ាត់ឬកម្លាំង1សេកន្លះជាមួយនឹងទំហំតួម៉ូទ័រ90ឬ4អ៊ីងដែលយើងធ្វើការតភ្ជាប់ជាមួយនឹងទំហំសយោចេញ60ឬ2អ៊ីងហើយលក្ខណៈពិសេសរបស់ម៉ូទ័រនេះគឺវាអាចធ្វើការបូមទឹកបានជម្រៅរហូតដល់66ម៉ែត្រជាមួយនឹងបរិមាណទឹកច្រើន13ម៉ែត្រគីបក្នុង1ម៉ោងហើយម៉ូទ័របូមទឹកនេះក៏យើងអាចធ្វើការប្រើប្រាស់បានជាមួយនឹងផ្ទាំងសូឡាចំនួន2ផ្ទាំងឬក៏3ផ្ទាំងក៏បានប៉ុន្តែបរិមាណទឹកលោកអ្នកនឹងទទួលបានទៅតាមចំនួនផ្ទាំងដែលលោកអ្នកធ្វើការដំឡើងជាមួយនឹងម៉ូទ័ររីឯផ្ទាំងសូឡាដែលយើងធ្វើការដំឡើងវិញគឺវាមានកម្លាំង580វ៉ាត់ហើយប្រភេទម៉ូទ័របូមទឹកសូឡានេះវាក៏មានភាពងាយស្រួលក្នុងការដំឡើងផងដែរអតិថិជនគ្រាន់តែធ្វើការតភ្ជាប់ដោយពីផ្ទាំងសូឡាទៅប្រអប់បញ្ជានោះម៉ូទ័រនឹងធ្វើការដំណើរការដោយស្វ័យប្រវត្តិចំពោះឈុតនេះផងដែរគឺវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការចល័តប្រើប្រាស់បានច្រើនមិនថាប្រភេទទឹកអណ្ដូងឬប្រភេទទឹកស្ទឹងបឹងព្រែកទន្លេឬប្រឡាយនោះទេគឺយើងអាចធ្វើការប្រើប្រាស់បានទាំងអស់យើងក៏មានការធានាបន្ថែមរយៈពេល3ខែនិង1ឆ្នាំទៅលើប្រភេទម៉ូទ័របូមទឹកនីមួយៗនិងរយៈពេល10ឆ្នាំទៅលើពន្លឺសម្រាប់ប្រភេទផ្ទាំងសូឡាផងដែរ